អាញាធរស្រុកស្រោតនិគមអំពីមនាវសូមបញ្ឈប់ការបោះបង់ចោលសម្រាប់ក្នុងបឹងទន្លេសាបគណៈជាង5ខែកន្លងមកសម្រាប់ប្រមាណ40តោនត្រូវបានប្រមូលចេញពីបឹងទន្លេសាបនិងទីសាធារណៈក្នុងសហគមន៍កំពង់ឃ្លាំងនៅព្រឹកថ្ងៃទី5ខែមិថុនាឆ្នាំ2026នៅសហគមន៍កំពង់ឃ្លាំងបានប្រារព្ធពិធីបិទយុទ្ធនាការប្រមូលសម្រាមផ្លាស្ទិកនារដូវទឹកសម្រក់បន្ទាប់ពីបានបើកយុទ្ធនាការកាលពីខែមករាឆ្នាំ2026កន្លងមកនិងបើកយុទ្ធនាការប្រមូលសម្រាមផ្លាស្ទិករួមគ្នាដើម្បីអបអរសាទរទិវាបរិស្ថានពិភពលោក5មិថុនាពិធីនេះរៀបចំឡើងដោយអាជ្ញាធរស្រុកឃុំនិងអង្គការមូលនិធិទំពាំងស្នងរស័យ NGO2 ដោយទទួលបានមានការគាំទ្រពីអង្គការដៃគូ Ocean Recovery Alliance River Global និងសហការឧបត្ថម្ភដោយសមាគមទេសចរកម្ពុជាក្រុមហ៊ុនភេសជ្ជៈវឌ្ឍនៈ Brewery និងក្រុមហ៊ុនអង្គរ Wildlife and Aquarium ព្រមទាំងមានការចូលរួមពីបងប្អូនក្នុងសហគមន៍សិស្សានុសិស្សនិងភ្ញៀវទេសចរសរុបប្រមាណជាង 1000 នាក់អស់រយៈពេល5ខែកន្លងមកនេះសម្រាប់ផ្លាស្ទិកប្រមាណ40តោនត្រូវបានប្រមូលនិងដឹកជញ្ជូនចេញពីសហគមន៍លោកតាន់សុភ័ក្រអភិបាលរងស្រុកសូត្រនិគមមានប្រសាសន៍ថាតាមរយៈការគាំទ្រអាជ្ញាធរស្រុកនិងកិច្ចសហការគ្នាយ៉ាងជិតទុកដាក់លោកថាទោះបីយុទ្ធនាការប្រមូលសម្រាមផ្លាស្ទិកនារដូវទឹកសម្រក់បានបិទបញ្ចប់តែការងារនេះត្រូវបានបន្តយ៉ាងសកម្មក្នុងគោលដៅធ្វើយ៉ាងណាឲ្យសហគមន៍កំពង់ឃ្លាំងមានភាពបៃតងស្រស់ស្អាតនិងអាចទាក់ទាញទេសចរបានគ្រប់រដូវកាលលោកអភិបាលរងស្រុកបានបន្តអំពាវនាវឲ្យបងប្អូនក្នុងសហគមន៍រួមទាំងទេសចរផងសូមបញ្ឈប់សកម្មភាពបោះចោលសម្រាមក្នុងបឹងទន្លេសាបព្រោះសម្រាមជាពិសេសផ្លាស្ទិកគឺជាសត្រូវទី1របស់សុខភាពក៏ដូចជាវិស័យទេសចរផងដែរលោកសៀវសុផលប្រធានអង្គការមូលនិធិទំពាំងស្នងរស័យ NGO2 ថ្លែងថាយុទ្ធនាការប្រមូលសម្រាមនៅពេលនេះដើម្បីអបអរទិវាបរិស្ថានពិភពលោក5មិថុនានិងការបិទយុទ្ធនាការប្រមូលសម្រាមផ្លាស្ទិកនារដូវទឹកសម្រក់ផងតែនេះក៏ដើម្បីពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋក្នុងសហគមន៍បានដឹងថារដូវកាលទឹកដំឡើងបានចាប់ផ្ដើមលោកបន្តថាសកម្មភាពសំខាន់ៗជាច្រើនទៀតដែលអង្គការលោកនឹងបន្តធ្វើនៅក្នុងសហគមន៍នេះគឺបន្ទាប់ពីយុទ្ធនាការប្រមូលសម្រាមផ្លាស្ទិកនារដូវទឹកសម្រក់បានបញ្ចប់ក្នុងរដូវទឹកឡើងនេះយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានរបស់សហគមន៍ចំនួន100នាក់ដែលទទួលបានបណ្ដុះបណ្ដាលកន្លងមកនឹងបន្តសកម្មភាពជួយអប់រំផ្សព្វផ្សាយដល់តាមខ្នងផ្ទះប្រជាពលរដ្ឋអំពីការយកទុកដាក់ញែកសម្រាមនិងបញ្ឈប់ការបោះបង់ចោលក្នុងបឹងទន្លេសាបការអប់រំនេះដែរនឹងមានការផ្ដល់រង្វាន់លើកទឹកចិត្តដល់គ្រួសារស្អាតដែលអនុវត្តបានត្រឹមត្រូវតាមក្រមការងារបរិស្ថានណែនាំដូចជាបានសរសើរជាដើម